ហ្នឹងហើយចឹងខ្ញុំឲ្យចំណាយទៅលើវាចំនួនរៀងក្រែលដែរហ្នឹងតោះឥឡូវយើងបានធ្វើហើយចប់មកយើងចូលក្នុងហ្គេមយើងមកបងប្អូននឹងឃើញពេជ្រហើយបាទ2000ពេជ្រអញ្ចឹងគឺងាយទេសម្រាប់អ្នកដែលគាត់អត់ទៅចេះដាក់ពេជ្រតាម website ទៅចេះដាក់ពេជ្រតាម ID អាចបាទសួស្តីបាទស្វាគមន៍មកកាន់ Channel ខ្ញុំបាទ HHG7 ថ្ងៃនេះផងដែរខ្ញុំបាទមានវីដេអូបង្រៀនពីរបៀបទៅទិញ Diamond ឬក៏ទិញពេជ្រហ្នឹងឯងសម្រាប់អ្នកដែលគាត់អត់តន់ចេះទិញឬក៏អត់តន់ចេះធ្វើវាអាចទស្សនាវីដេអូនេះបានដំបូងឡើយយើងចូលទៅក្នុង game pack Lisa Gaming មកបន្ទាប់មកយើងចូលកន្លែងត្រង់ប្រអប់នេះហើយយើងជ្រើសរើសយក game ហ្នឹងមកបន្ទាប់មកយើងទៅយក ID ក្នុង game របស់យើងដើម្បីមកផាសចូលក្នុងប្រអប់មិញហ្នឹងហើយដើម្បីមកផាសចូលក្នុងប្រអប់មិញហើយយើងធ្វើការរើសពេជ្រដែលយើងត្រូវដាក់ចំនួនពេជ្រដែលយើងត្រូវដាក់យើងអូសមើលតាមហ្នឹងទៅយើងដាក់មកតិចឬក៏យើងដាក់បែបណាអញ្ចឹងបងប្អូនអាចអូសមើលនៅក្នុងប្រអប់ឬក៏ website មួយហ្នឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំបាទជ្រើសរើសហើយតម្លៃខ្ទង់ប្រហែលខ្ញុំគិតខ្ញុំយកឲ្យត្រឹម10រៀលចុះហ្នឹងហើយ10រៀលលើអញ្ចឹងហ្នឹងហើយដើម្បីធ្វើការយកទៅចាប់នៅ event ថ្មីឈុតថ្មីបាទឈុត Revisoyo បាទហើយដើម្បីយើងធ្វើបានយើងត្រូវមានកុងធនាគារបាទអញ្ចឹងប្រើ AVA ខ្ញុំthíchយក AVA ហ្នឹងហើយអញ្ចឹងខ្ញុំឲ្យចំណាយទៅលើវាចំនួនរៀងក្រែលដែរហ្នឹងតោះឥឡូវយើងបានធ្វើហើយចប់មកយើងចូលក្នុងហ្គេមយើងមកបងប្អូននឹងឃើញពេជ្រហើយបាទ2000ពេជ្រអញ្ចឹងគឺងាយទេសម្រាប់អ្នកដែលគាត់អត់ទៅចេះដាក់ពេជ្រតាម website ទៅចេះដាក់ពេជ្រតាម ID អាចទស្សនាវីដេអូនេះបានហ្នឹងហើយខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាឬក៏មិនច្បាស់ត្រង់កន្លែងណាក៏សូមខន្តីអភ័យទោសនិងអធិស្ឋានផងហើយក៏សូមអធិស្ឋានដល់ម្ចាស់ Pack Lisa Gaming ផងដែលខ្ញុំបាទធ្វើវីដេអូបង្រៀននៃ fan ហើយដល់មិនបានសូមការអនុញ្ញាតពីគាត់ហ្នឹងហើយសង្ឃឹមថាគាត់មិនប្រកាន់ឬក៏មិនថាឲ្យហ្នឹងហើយដោយសារខ្ញុំដាក់ពេជ្រទៅនឹងកន្លែងគាត់រហូតអញ្ចឹងគឺសង្ឃឹមថាគាត់នឹងយល់អធិស្ឋានមួយនេះផងអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងសម្រាប់អ្នកដែលចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe និងដាក់រូបសញ្ញាកណ្ដឹងឲ្យអ្នកផងដើម្បីនឹងទទួលបានវីដេអូថ្មីៗខ្ញុំបាទ